ដំណើរការសាងសង់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាជាមួយនឹងឡាវនិងវៀតណាមសម្រេចបានជិត 40% វ៉ាវចំណេញកំ KKD Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានបដិញ្ញាសម្រេចការកសាងផ្លូវក្រវ៉ាត់ព្រំដែនឲ្យចប់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខដោយត្រឹមខែមីនាឆ្នាំ 2025 ដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាក្នុងខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីសម្រេចបានជិត 40% ខណៈកិច្ចការងារបោះសម្អាតមីននៅមិនទាន់បញ្ចប់នៅឡើយទេសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចការគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅថ្ងៃទី 1 ខែមេសាបានឲ្យដឹងថាគិតចាប់ពីខែធ្នូឆ្នាំ 2024 ដល់ដំណាច់ខែមីនាឆ្នាំ 2025 នេះដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែនជាមួយឡាវនិងវៀតណាមសម្រេចបានប្រមាណ 3,992% នៃផែនការក្នុងនោះខេត្តមណ្ឌលគិរីសម្រេចបានប្រវែង 4,490 គីឡូម៉ែត្រស្មើនឹង 4,245% និងខេត្តរតនគិរីសម្រេចបានប្រវែង 3,030 គីឡូម៉ែត្រស្មើនឹង 3,426% ជាមួយគ្នានេះការងារបោះសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម្រាប់បានលើផ្ទៃដីទំហំ 2,752,500 ម៉ែត្រការ៉េស្មើនឹង 44% នៃផ្ទៃដីសរុបដែលក្រុងរាវទំហំ 6,250,000 ម៉ែត្រការ៉េបើតាមសេចក្តីប្រកាសព័ត៌មានដដែលគិតត្រឹមពេលនេះការងាររុករកគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះតាមផ្លូវក្រវ៉ាត់ព្រំដែនបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន 79 គ្រាប់ក្នុងនោះ 35 គ្រាប់ជាគ្រាប់បែកចង្កោមបើទោះបីជួបឧបសគ្គយ៉ាងណាក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានបដិញ្ញាសម្រេចការកសាងផ្លូវក្រវ៉ាត់ក្រុងព្រំដែនទៅតាមផែនការដែលបានគ្រោងទុកពោលគឺត្រូវបញ្ចប់ការកសាងសង់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខក្នុងន័យនេះក្រុមការងារបានអះអាងពីការបន្តជំរុញការងារបោះសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះព្រមទាំងត្រូវបន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំងដោយធានាគុណភាពបច្ចេកទេសនិងភាពធន់នឹងអាកាសធាតុគោរំលឹកថាបន្ទាប់ពីបើកយុទ្ធនាការឲ្យប្រជាពលរដ្ឋមានឱកាសចូលរួមចំណែកជាថវិកាដល់ដំណើរកសាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនអស់រយៈពេល 66 ថ្ងៃនៅថ្ងៃទី 31 ខែតុលាឆ្នាំ 2024 រាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនដោយទទួលបានថវិកាសរុប $27 លានសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអះអាងថាសម្ដេចនឹងយកថវិកាទាំងនេះទៅប្រើប្រាស់នៅក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែនប្រវែងប្រមាណ 250 គីឡូម៉ែត្រស្មើនឹងជាង 18% នៃផ្លូវខ្សែក្រវ៉ាត់ព្រំដែនដែលនៅសល់មិនទាន់សាងសង់ប្រមាណ 52% ប្រកបដោយតម្លាភាព